ตาចិននិងរុស្ស៊ីហ៊ានលូកដៃជួយអ៊ីរ៉ង់ទេបើអាមេរិកបើកការវាយប្រហារប្រយុទ្ធជាទីមេត្រីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងតែឡើងកម្ដៅដល់កម្រិតកំពូលខណៈដែលសមាយុទ្ធនាវាចម្បាំងដ៏ធំមួយរវាងមហាអំណាច3គឺអ៊ីរ៉ង់រុស្ស៊ីនិងចិនកំពុងប្រឈមមុខផ្ទាល់ជាមួយកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកសំណួរដ៏សំខាន់ដែលពិភពលោកកំពុងតាមដានគឺតើចិននិងរុស្ស៊ីអាចនឹងលូកដៃជួយអ៊ីរ៉ង់បានដែរឬទេប្រសិនបើអាមេរិកសម្រេចចិត្តបើកការវាយប្រហារបដូររបបដឹកនាំនៅទីក្រុងតេអ៊ីរ៉ង់ថ្ងៃនេះ Media News នឹងនាំអារម្មណ៍លោកអ្នកទៅស្វែងយល់ពីសេណារីយ៉ូនៃសង្គ្រាមនិងការវិភាគលម្អិតនៃព្រឹត្តិការណ៍នេះសូមអញ្ជើញតាមដានទស្សនាជាមួយយើងខ្ញុំដូចតទៅយោងតាមសេចក្តីរាយការណ៍ព័ត៌មានអន្តរជាតិបានឲ្យដឹងថាអ៊ីរ៉ង់បានប្រកាសបើកការធ្វើសមាយុទ្ធបានក្របពិតរយៈពេល2ថ្ងៃដែលជាសមាយុទ្ធយុទ្ធសាស្ត្ររួមគ្នារវាងអ៊ីរ៉ង់រុស្ស៊ីនិងចិននៅតំបន់ច្រាក់សមុទ្រហ័រមូសនិងសមុទ្រអូម៉ង់សមាយុទ្ធនេះត្រូវបានកំណត់ធ្វើឡើងនៅចុងខែមករានិងដើមខែកុម្ភៈនេះដែលអ្នកសង្កេតការណ៍មើលឃើញថាជាការបង្កើនភាពតានតឹងយ៉ាងខ្លាំងជាមួយសហរដ្ឋអាមេរិកជាក់ស្ដែងក្រុមនាវាចម្បាំងអាមេរិកជាច្រើនគ្រឿងបានទៅដល់គោលដៅហើយក្នុងនោះរួមមានទាំងនាវាផ្ទុកយន្តហោះដ៏មានអានុភាព USS Abraham Lincoln ដែលផ្ទុកយន្តហោះចម្បាំងរហូតដល់ទៅ90គ្រឿងក្នុងចំណោមនោះក៏មានវត្តមានយន្តហោះចម្បាំងទំនើបប្រភេទ F-35 ដែលជាយន្តហោះអាចហោះឡើងចុះត្រង់និងមានល្បឿនលឿនបំផុតផងដែរការប្រកាសធ្វើសមាយុទ្ធរបស់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះធ្វើឡើងភ្លាមបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនកម្លាំងទ័ពនិងបានបង្ហាញពីជំហរគំរាមកំហែងចង់បើកការវាយប្រហារទៅលើរបបដឹកនាំអ៊ីរ៉ង់សព្វថ្ងៃគោលដៅរបស់អាមេរិកមិនមែនជាការគំរាមធម្មតាទេប៉ុន្តែអាចជាផែនការផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមដើម្បីសងសឹកទៅនឹងការដែលរបបនេះបានបាញ់សម្លាប់បាតកោដែលជាប្រជាជនរបស់ខ្លួនឯងយ៉ាងឃោរឃៅប្រិយមិត្តប្រហែលជាបានដឹងហើយថាលោក Donald Trump ធ្លាប់បានគម្រាមថានឹងធ្វើអន្តរាគមន៍ជួយបាតកោអ៊ីរ៉ង់យើងនៅចាំបានថានៅក្នុងអំឡុងពេលនៃការផ្ទុះបាតុកម្មដ៏ធំដែលមានប្រជាជនចូលរួមដល់ទៅជាង6លាននាក់នៅរដ្ឋធានីតេអ៊ីរ៉ង់និងនៅទូទាំងប្រទេសមានប្រជាជនប្រមាណ1លាន5សែននាក់បានព្យាយាមវាយប្រហារដើម្បីរឹបអូសរដ្ឋធានីពីដៃរដ្ឋាភិបាលប៉ុន្តែជាអកុសលកងឆ្មាំបដិវត្តអ៊ីរ៉ង់និងកងកម្លាំងសន្តិសុខបានបើកការបាញ់រះសម្លាប់ប្រជាជនខ្លួនឯងយ៉ាងរង្គាលយោងតាមរបាយការណ៍ពីអង្គការសិទ្ធិមនុស្សអន្តរជាតិនិងប្រភពពីមន្ទីរពេទ្យនានាក្នុងប្រទេសអ៊ីរ៉ង់បានឲ្យដឹងថាចំនួនអ្នកស្លាប់ក្នុងពេលបង្ក្រាបភ្លាមមានរាប់ពាន់នាក់ហើយតួលេខសរុបចុងក្រោយអាចឈានដល់ការស្លាប់ពី30,000ទៅ40,000នាក់និងមានការចាប់ខ្លួនមនុស្សរហូតដល់ជាង36,000នាក់ឯណោះស្ថានភាពកាន់តែធ្ងន់ធ្ងរនៅពេលដែលអ៊ីរ៉ង់បដិសេធមិនទទួលយកលក្ខខណ្ឌចរចារបស់អាមេរិករដ្ឋបាលលោក Donald Trump បានដាក់លក្ខខណ្ឌចំនួន3សំខាន់ប្រសិនបើអ៊ីរ៉ង់ចង់ជៀសវាងសង្គ្រាមទី1ត្រូវតែគ្មានអាវុធនុយក្លេអ៊ែរនៅលើទឹកដីអ៊ីរ៉ង់ទី2ត្រូវបញ្ឈប់ការផលិតនិងពង្រីកមីស៊ីលផ្លោងបាល់លីស្ទិកទី3ត្រូវកែសម្រួលរបបដឹកនាំដោយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យថ្មីដែលប្រជាជនអាចទទួលយកបានបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា CENTOM បានចេញសេចក្តីប្រកាសព្រមានធ្ងន់ថាប្រសិនបើអ៊ីរ៉ង់ហ៊ានតែបើកការវាយប្រហារណាមួយប៉ះពាល់ដល់នាវាឬផលប្រយោជន៍អាមេរិកនឹងវាយបកយ៉ាងលឿនរហ័សទៅលើគោលដៅយោធាជាង50កន្លែងនៅក្នុងទឹកដីអ៊ីរ៉ង់តើអាមេរិកមានផែនការវាយប្រហារបែបណាតាមរយៈរូបភាពពីផ្កាយរណបបានបង្ហាញថាកងនាវាចម្បាំងអាមេរិកកំពុងស្ថិតក្នុងលក្ខណៈត្រៀមប្រយុទ្ធពេញលេញផែនការរបស់អាមេរិកគឺការវាយប្រហារដោយផ្លែកបន្ទោពោលគឺរហ័សនិងចំគោលដៅសំខាន់រួមមានការកំពេចរោងចក្រនុយក្លេអ៊ែររោងចក្រផលិតដ្រូនឃ្លាំងស្តុកមីស៊ីលនិងទីតាំងយុទ្ធសាស្ត្ររបស់កងឆ្មាំបដិវត្តអ្វីដោយពិសេសជាងនេះអ្នកជំនាញផ្នែកយោធាបានវិភាគថាអាមេរិកកំពុងសិក្សាពីយុទ្ធសាស្ត្រស្រដៀងនឹងការដែលពួកគេអនុវត្តនៅវេណេស៊ុយឡានោះគឺការកំណត់គោលដៅលើមេដឹកនាំកំពូលតែម្ដង
ទីតាំងលេនដ្ឋានក្រោមដីដែលជាកន្លែងលះខ្លួនរបស់មេដឹកនាំកំពូលអាយ៉ាតូឡាអាលីខាមេនីនិងក្រុមគ្រួសារក៏ដូចជាមេដឹកនាំជាន់ខ្ពស់ដទៃទៀតនឹងត្រូវប្រឈមមុខនឹងការទម្លាក់គ្រាប់បែកពីយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់អាមេរិកអ្នកវិភាគយល់ឃើញថាអាមេរិកចង់ប្រើប្រាស់ធនធានតិចប៉ុន្តែទទួលបានផលលឿនដោយផ្ដោតលើការកំទេចប្រព័ន្ធការពារដែនអាកាស S-300 ដែលជួយដោយរុស្ស៊ីនិងប្រព័ន្ធការពារផ្សេងៗទៀតរបស់អ៊ីរ៉ង់ឲ្យដូចជាការបិទភ្នែកសត្រូវមុននឹងចូលចាប់ខ្លួនឬកំទេចមេដឹកនាំចូលមកដល់ចំណុចស្នូលនៃសាច់រឿងរបស់យើងខណៈដែលនាវាចម្បាំងរុស្ស៊ីនិងចិនកំពុងធ្វើសមយុទ្ធជាមួយអ៊ីរ៉ង់តើពួកគេនឹងហ៊ានប្រកាសសង្គ្រាមជាមួយអាមេរិកដើម្បីការពារអ៊ីរ៉ង់ដែរឬទេចម្លើយដែលអ្នកសង្កេតការណ៍អន្តរជាតិភាគច្រើនយល់ឃើញគឺมันអាចទៅរួចទេទោះបីជាការធ្វើសមយុទ្ធនេះជានិមិត្តរូបនៃសាមគ្គីភាពនិងការបង្ហាញសិទ្ធិដុំក៏ដោយប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្ដែងនៃសង្គ្រាមរុស្ស៊ីនិងចិនទំនងជាមិនហ៊ានលើកទ័ពឬបញ្ជូននាវាចម្បាំងរាប់រយគ្រឿងមកបាញ់តទល់ជាមួយអាមេរិកឡើយហេតុផលសំខាន់ៗមានដូចជាភាពឯកអរបស់របបអ៊ីរ៉ង់ពិភពលោកបច្ចុប្បន្នជាពិសេសសហភាពអឺរ៉ុបទាំង27ប្រទេសបានថ្កោលទោសរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់និងបានចាត់ទុកកងឆ្មាំបដិវត្តន៍ជាអង្គការភេរវកម្មសូម្បីតែមហាអំណាចដូចជាចិននិងរុស្ស៊ីក៏ត្រូវគិតគូរពីផលប្រយោជន៍និងមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិដែរការបាត់បង់ការគាំទ្រពីប្រជាជនរបបដឹកនាំបច្ចុប្បន្នកំពុងប្រឈមមុខនឹងការស្អប់ខ្ពើមពីប្រជាជនខ្លួនឯងជាង90លាននាក់ប្រសិនបើសង្គ្រាមផ្ទុះឡើងប្រជាជនអ៊ីរ៉ង់អាចនឹងងើបបេះបោរពីខាងក្នុងដើម្បីជួយពន្លឿនការដួលរលំនៃរបបនេះចិននិងរុស្ស៊ីមិនល្ងង់ដល់ថ្នាក់ទៅជួយរបបដែលរងចាំតែថ្ងៃដួលរលំហើយប្រឆាំងនឹងឆន្ទៈប្រជាជនទាំងប្រទេសនោះទេមេរៀនពីវេណេស៊ុយអេឡាអ្នកវិភាគបានលើកឡើងពីករណីប្រទេសវេណេស៊ុយអេឡាជាឧទាហរណ៍ទោះបីជាមានការគាំទ្រពីសម្ព័ន្ធមិត្តក៏ដោយក៏នៅទីបំផុតឥទ្ធិពលរបស់អាមេរិកនៅតំបន់អាមេរិកឡាទីននៅតែខ្លាំងហើយប្រព័ន្ធការពារដែលផ្ដោតដោយរុស្ស៊ីក៏មិនអាចទប់ទល់នឹងបច្ចេកវិទ្យារបស់អាមេរិកបានដែរដូច្នេះអ្វីដែលចិននិងរុស្ស៊ីអាចធ្វើបានយ៉ាងច្រាំងបំផុតគឺត្រឹមតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសតាមផ្លូវទូតតែប៉ុណ្ណោះមិនមែនការលូកដៃធ្វើសង្គ្រាមលោកលើកទី3ដើម្បីការពារបុគ្គលខាមេនីនោះទេជាចុងក្រោយអ្នកសង្កេតការណ៍ជឿជាក់ថារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលមានអាយុកាល47ឆ្នាំមកនេះអាចនឹងឈានដល់ទីបញ្ចប់ប្រសិនបើសង្គ្រាមផ្ទុះឡើងមែនអ៊ីរ៉ង់អាចនឹងទប់ទល់បានត្រឹមតែ15ទៅ30ថ្ងៃប៉ុណ្ណោះក្រោមការវាយប្រហាររួមគ្នារបស់អាមេរិកនិងអាចមានការចូលរួមពីអ៊ីស្រាអែលផងដែរមានការរំពឹងទុកថាប្រសិនបើរបបនេះដួលរលំក្រុមអ្នកនយោបាយនិរទេសខ្លួនដូចជាព្រះអង្គម្ចាស់រេសាប៉ាហ្លាវីដែលជារាជទាយាទនៃអតីតរបបរាជានិយមអាចនឹងមានតួនាទីសំខាន់ក្នុងការកសាងជាតិឡើងវិញស្របតាមបំណងប្រាថ្នារបស់ប្រជាជនអ៊ីរ៉ង់ដែលស្រេកឃ្លានសេរីភាពសរុបមកវត្តមាននាវារុស្ស៊ីនិងចិនគឺគ្រាន់តែជាហ្គេមយុទ្ធសាស្ត្រ strategic game ដើម្បីបង្ហាញឥទ្ធិពលប៉ុន្តែមិនមែនជាការធានាអាយុជីវិតសម្រាប់របបដឹកនាំនៅទីក្រុងតេអ៊ីរ៉ង់នោះឡើយនេះគឺជាសេណារីយ៉ូនិងការវិភាគចុងក្រោយជុំវិញស្ថានភាពនៃច្រកសមុទ្រ Hormuz តើបងប្អូនយល់ឃើញយ៉ាងណាដែរតើចិននិងរុស្ស៊ីនឹងហ៊ានប្រថុយសង្គ្រាមនុយក្លេអ៊ែរដើម្បីជួយអ៊ីរ៉ង់ដែរឬទេសូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោមវីដេអូនេះសូមអរគុណសម្រាប់ការទស្សនានិងតាមដានតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តការវិភាគនេះសូមជួយចុច like share និង subscribe ដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារ Media News ផលិតវីដេអូថ្មីៗបន្តទៀតសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា